នេះហើយគឺជាអត្តពលនៃការប្រើប្រាស់សារធាតុនឹងសារធាតុនឹងគឺសារធាតុញ៉ូស្រអ៊ីនិងណូបាទអាហ្នឹងយើងនិយាយចំពីអត់បាន Facebook ហ្នឹងគោលការណ៍របស់វាហ្នឹងវាយើងនិយាយពីនឹងអត់បានណាវាអត់ស្គាល់ពាក្យរបស់យើងនៅឡើយទេអញ្ចឹងហើយវាខុសគោលការណ៍របស់វាអញ្ចឹងសារធាតុហ្នឹងគឺធ្វើឲ្យមនុស្សបែកខូចសុខភាពប៉ះពាល់ដល់សតិអារម្មណ៍ខូចសតិអារម្មណ៍ធ្វើឲ្យមនុស្សវិកលចរិតឈួតវិបលាស់តែម្ដងឃើញទេពីនេះឯងថ្មីណាមិនដល់3ថ្ងៃផងម្នាក់ដែលនៅពោធិ៍សាត់ហ្នឹងវាចាស់ក្បាលហើយណាអញ្ចឹងប្រើអានឹងហើយទៅជាឈួតលីលាប្រើអំពើហិង្សានៅក្នុងគ្រួសារហើយបងប្អូនមេពោសមត្ថកិច្ចវិជាការពារទៅជួយទៅគាត់ត្រូវបានបាត់បង់ជីវិតដល់ទៅ6នាក់ណាហើយឥឡូវនេះឈ្មោះសក្តាត្រូវបានរកឃើញធ្វើតេស្តឃើញថាមានសារធាតុនឹងនៅក្នុងខ្លួនដែលធ្វើឲ្យគាត់អត់មានសតិអារម្មណ៍គ្រប់គ្រងខ្លួនឯងមិនបានហើយក៏បង្កទៅជាវិនាសកម្មវិនាសអន្តរាយទាំងខ្លួនឯងក៏វិនាសអន្តរាយហើយទាំងអ្នកដទៃធ្វើឲ្យគេវិនាសហើយជួយចាប់ទៀតគ្រួសាររបស់គេគិតមើលម៉ែគេឪគេកូនគេណាតារបស់គេតើគេជួយចាប់ប៉ុណ្ណាប្រពន្ធរបស់គេជួយចាប់ប៉ុណ្ណាគេត្រូវបាត់បង់សមាជិកក្នុងគ្រួសារដោយសារតែភាពភ្លើតភ្លើនរបស់ខ្លួននេះណាហើយវាកើតមកពីអីអាហ្នឹងវាកើតមកពីអារឿងគេធ្វើជោគេសាកគេភ្លើតភ្លើនដែលយើងនិយាយឲ្យអាក្រក់ស្ដាប់ទៅគឺថាភ្លើមិនមែនមិនដឹងទេដឹងប៉ុន្តែចង់តឡោចង់សាកល្បងតែពេលទីផុតវិនិច្ឆ័យអន្តរាយអញ្ចឹងណាហើយចំពោះអ្នកដែលមានមិត្តភ័ក្តិស្និទ្ធស្នាលនៅខ្លះមិនមែនលេងតែឯងទេអាចនឹងមានក្រុមឬក៏មានគ្នាអញ្ចឹងហើយសមាជិកគួរតែស្រាវជ្រាវបន្តទៀតសួរទៅលើជនដែលបានប្រព្រឹត្តហ្នឹងថាតើអ្នកណាខ្លះដែលចូលរួមលេងជាមួយប្រព្រឹត្តជាមួយគួរចាត់វិធានការទៅអ្នកដែលមានការពាក់ព័ន្ធនឹងទៀតហើយបងប្អូនកូនក្មួយឬក៏បងអ៊ំពូមីងទាំងអស់បើសិនជាឃើញសាច់ញាតិក្រុមគ្រួសារឬក៏អ្នកណាដែលស្គាល់ហើយលេងអាហ្នឹងគួរតែរាយការណ៍ជូនសមាជិកភ្លាមដើម្បីចាត់វិធានការដើម្បីកុំឲ្យពួកគេទៅបង្កវិនាសកម្មការឈឺចាប់បំផ្លិចបំផ្លាញទាំងខ្លួនឯងគ្រួសារអ្នកដទៃនិងសង្គមជាតិណាដែលវាធ្វើឲ្យមានការឈឺចាប់ណាសាច់ញាតិរបស់គេស្រឡាញ់បណ្ណាទៅចិត្តគេបណ្ណាគិតមើលហើយបើសិនជាមានរបៀបហ្នឹងតើយើងនឹងអភិវឌ្ឍធនធានមនុស្សក្នុងសង្គមរបស់យើងយ៉ាងដូចម្ដេចដូច្នេះហើយមានតែយើងរួមគ្នាតែម្ដងបើអាណិតស្រឡាញ់កូនចៅឃើញគាត់កំពុងតែលេងឬក៏សេពអាហ្នឹងគឺថាសូមរាយការណ៍ជូនសមាជិកមានម៉ែខ្លះមកជួបខ្ញុំគាត់ប្រាប់ថាកូនគាត់លេងអាហ្នឹងហើយខ្ញុំប្រាប់ថារាយការណ៍ទៅសមាជិកប៉ូលីស PM គាត់ថាអាណិតកូនបើអាណិតកូនមិនបានទៅជាឃើញកូនចិត្តចូលសិក្លោចិត្តចូលឡានចិត្តធ្លាក់នរកហើយមិនហាមឃាត់ណាហើយប៉ូលីសសមាជិកអាជ្ញាធរគេមិនមែនយកទៅធ្វើបាបគេមានបច្ចេកទេសគេមានជំនាញគេមានឱសថគេមានវិធីសាស្ត្រដើម្បីជួយឲ្យបានជាសះស្បើយតាអារឿងដែលនៅក្នុងមណ្ឌលគេត្រូវតែនៅក្នុងមណ្ឌលដើម្បីវឹកហាត់ដើម្បីធ្វើការតាមដានហើយបើសិនជានៅតែរួញកញ្ញាញ់កញ្ញង់ខ្លាចមានការធ្វើបាបហើយអាណិតកូនអាណិតអ្នកដែលនេះអញ្ចឹងគឺវាបង្កទៅជាបញ្ហាទៅជាគ្រោះថ្នាក់ទៅជាអន្តរាយបើអត់គិតអាហ្នឹងទេអត់ចាត់វិធានការហើយទេដល់ពេលបង្កវិនិច្ឆ័យអន្តរាយស្ដាយក្រោយព្រោះអាហ្នឹងវាទៅប៉ះពាល់ដល់ប្រព័ន្ធស្វ័យប្រសាទដល់ខួរក្បាលធ្វើលេងដឹងខុសត្រូវលេងស្គាល់ម៉ែលេងស្គាល់ឪលេងស្គាល់សាច់ញាតិលេងស្គាល់អីអាហ្នឹងវាមានអាល្ងីល្ងើអញ្ចឹងទៅមានអាសើមានអត់ស៊ីបាយអត់ហឹកទឹកអីចឹងទៅមានអារម្មណ៍មានអាក្លាហានមានអាប្រហើនណាហើយបង្កទៅជាហិង្សាហើយបង្កទៅជាមានការដូចថាมันឲ្យតម្លៃខ្លួនហើយបើប៉ះពាល់លើនារីទៀតចប់ហើយអត់បាទខ្ញុំនិយាយប៉ុណ្ណឹងគឺបងប្អូនដឹងថាវានិសកម្មយ៉ាងម៉េចហើយអញ្ចឹងមានតការចូលរួមទាំងអស់គ្នាកុំឲ្យមានអញ្ចឹងយើងជាប្រជាពលរដ្ឋយើងទីការជួនសមត្ថកិច្ចទៅបើឃើញអញ្ចឹងហើយបងប្អូនកូនមួយមើលជាគំរូហើយអ្នកដែលមិនទាន់ដឹងអីអ្នកដែលមិនទាន់បានប្រឡូកមើលជាគំរូហើយថាវាបាត់បង់នៅអនាគតអញ្ចឹងតាមរយៈអាសុខភាពក៏ហិនហោចខ្លាំងសារហើយមានបញ្ហាគ្រោះថ្នាក់ហើយនឹងមានទោសទណ្ឌហើយបង្កទៅជាមហន្តរាយដល់គេដល់សង្គមហើយទង្វើនេះគឺជាទង្វើមួយដែលសង្គមមិនឲ្យតម្លៃទេណាសង្គមមិនឲ្យតម្លៃទេ
lên đằng sau ở hai lọp sợi tê ở hai mang về ở hai nè khôi mình được ốc mình đừng chỉ còn bọn này nào thì đấy bớt bằng hôiนี่คือโคยอนาคตเอาให้ยังไงในมวยปลอนี่นั้นอาจจะจัดการนั้นจะไม่คล้องตามเหมือนเมื่อยัวแต่เตะจับเลยบานจับเลยตรายเอาให้โอ้ยดอกกอหยอได้หยอเชิงหยอคลวนหลับสเตะกระปงแต่สมัยเนี่ยนั่นก็กินแดนโดงเงี้ยนะvà một sớm thì cái gỗ chắp tới rồi bàn tầng ó tên môi pro này tên môi pro đại của phong thon nó năng mình đang tham mấy năng tới việc phải cho cái rồi có việc mất bàn vô này tại đã mà phải tốt hay việc thót hay vía có lấy này tại dương mình đang tham việc chỉ pro năng vía thôi rằng mày thì một bộ này này cái hai tha bởi dương mơ tới của expert á còn per thằng anh ấy của expert mà đi hai tha per ba thằng cô mày còn tay nó đang có miền là class cứ chỉ chôn rong cua đài miền ca bậc hai bậc hai mấy chỉ đam trên tầng là class bằng vụ kê là class có ok pro thấy việc thọ tục đâm bay cùng riêng cái của ai tha bàn này vì ai đang miên được em xem đang tràn thiết được trong mặt đắng này cái này trong toàn tay phải chân mà thấy cho bò để bong bồn mà lên chia menu hai lên mà cha ca lên luôn ai bàn hai hay có nòng cả lại thì sạn đấy có ọt ôi ăn miếng cake mai thằng on thằng on mơ nghi ngờ thằng o lên đơn kho đơn trai thằng o mà đặc biệt của ta promo lại bàn thằng o anh đó trù mà ở gì nhỏ từ từ hay là ní ai đang chiên tao ca bát bong chỉ vớt á ủa vì ai passport đó sau cái phim sở sai chim rồi có bé đôn mà mới đó lăng nhỏ từ từ có hay nè mình đang ra cái bằng vụ quát rồi có quát bằng vụ kề và là miền tầng pro miền tầng say mình trầm tayประพฤติในอันนั้นเต้มีเรื่องเอฟซีจานจีนังเตียดตามชมสมานเห็นไหมเคยดังคลายสายอย่างไรจานในวิไอปาปอดอลจะสายเชียมไปโดนคูบาสูดบาเรื่องผมพลานจังครูนไอหมกหมดกรมครูซาบรรทุกน้องสังคมบอมโอคนมวยต่างออกเนี่ยกรมจองซาจะมวยนางอ่านจังมันทาวิเชียบาไรมันทาวิคือเชียซาเทียดเยียนได้ใบไอ้นั่นเองคือทาการประพฤติแบบนี้คือเชื่อมเปอร์ใบมกเชื่อมเปอร์ได้สังคมเปิมประอามคลาดเนี่ยคลาไปให้จิโยธาโลยการเปิดได้ยังมือเต้กูไอ้เปิมแต่มาดองนะ
ហើយបើយើងឮសូរថាបុគ្គលនឹងលេងអញ្ចឹងប្រព្រឹត្តអញ្ចឹងគឺថាខ្ពើមតែម្ដងអញ្ចឹងបាត់បង់ទាំងអានេះបំផ្លាញទាំងខ្លួនឯងបំផ្លាញទាំងគ្រួសារហើយបំផ្លាញទាំងសង្គមបាទខ្ញុំសង្ឃឹមថាសមាជិកនឹងប្រមូលបានទាំងអស់បាទសួស្តីបងប្អូនមកដល់ខ្មែរភ្លាមគឺថាមានរឿងត្រូវផ្សាយផ្លេតណាឥឡូវនេះកំពុងតែពេញបាទបណ្ដាញសង្គមឲ្យពាក់ព័ន្ធជាមួយនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយបាទលោកសក្តាបាទដែលជាមិត្តភក្តិជិតស្និទ្ធឬក៏មិត្តសំណប់ចិត្តរបស់ម្ចាស់ហាងបុកល្ហុងមួយនោះហ្នឹងហើយបងប្អូនស្គាល់ហើយមិនខ្ញុំនិយាយចេញឈ្មោះចំទេហើយឥឡូវនេះឃើញថាការបើកបាទអាយ៉ែឡានបាទបុករហូតដល់មានអ្នកបាត់បង់ជីវិតបាទកុមារីម្នាក់អាយុទៅតែ13ឆ្នាំបាទស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធមណាហើយឥឡូវនេះរដ្ឋផលក៏ផលិតចេញឲ្យដែរគឺមានសារធាតុញៀននៅក្នុងខ្លួនទៀតអ្វីដែលខ្ញុំដាក់ជាចម្ងល់ធំនោះបងប្អូនចាំបានហើយការវគ្គមុនមិនមែនខ្ញុំទៅកាយអតីតកាលគេយកមកនិយាយទេប៉ុន្តែការលើកមុនបងប្អូនមានចាំទេគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយគ្នាបនភឿនគេនោះក៏កើតឡើងនៅក្នុងវេលាម៉ោងផាក់ផែកដូចគ្នាដែរណាហើយពេលហ្នឹងគឺខ្ញុំបានលើកករណីទទូចឲ្យមានការពិនិត្យទឹកនោមមើលសារធាតុញៀនព្រោះគ្រោះថ្នាក់ហើយអ្នកបើកឡានភ្នែកកលេបកលាប់ដូចពួកជក់ថ្នាំកវីអញ្ចឹងណាតមករឿងហ្នឹងក៏ស្ងាត់ទៅឥឡូវនេះមកករណីដូចគ្នាគ្រោះថ្នាក់ម៉ោងផាក់ផែលគ្នារហូតដល់មានអ្នកស្លាប់បាត់បង់ជីវិតដល់ទៅពិនិត្យទៅមានសារធាតុគ្រឿងញៀននៅក្នុងខ្លួនណាអញ្ចឹងសួរថាតើអ្នកឯងយកស្អីមកសងជីវិតគេហើយហាមណាខ្ញុំនិយាយឲ្យហាមណាធ្វើរឿងប៉ុណ្្នឹងហើយស្រាប់តែបន្ទាប់មកត្រូវផុសអីណារូបភាពវីដេអូធ្វើជំនួយសប្បុរសធម៌អីណាធ្វើល្អបានអាចអីកុំប្រើពាក្យនឹងតទៅទៀតនិយាយគ្នាហើយខ្ញុំសង្ឃឹមជឿជាក់ 100% ថាកម្លាំងមានសមត្ថកិច្ចនឹងធ្វើការរឿងនេះប្រកបទៅដោយយុត្តិធម៌បំផុតព្រោះទី1មានសារធាតុញៀនទី2បាត់បុកគេទាំងបំពេញទាំងដែកដេកលក់នៅកណ្ដាលផ្លូវអាជ្ញាធរអាវុធហັບទៅអន្តរាគមន៍ហើយក៏មិនឈប់ទៅបុកថយឡានគេផងអស់ពីថយឡានគេអាយ៉ែទៅបុកម៉ូតូគេដែរធ្វើដំណើរលើផ្លូវនោះដែលគ្នាអត់ដឹងរឿងនេះមានទាំងអ្នករបួសឥឡូវនេះមានតែអ្នកស្លាប់បាត់បង់ជីវិតទៀតណាអញ្ចឹងខ្ញុំទទូចបើអាចទេគួរតែហៅទាំងក្រុមគាត់មកពិនិត្យតេស្តទំនោរមើលសារថ្មីតើអាចប្រព្រឹត្តនៃការខ្សែព្រឹងញៀនជុំគ្នាដែរឬក៏យ៉ាងម៉េចព្រោះយើងធ្វើនេះមិនមែនលក្ខណៈគេដួលឲ្យទៅតាមជាន់គេទេប៉ុន្តែបង្ការកុំឲ្យមានបញ្ហាទាំងអស់នេះតទៅទៀតទៅរងគ្រោះមហាជនដែលគ្នាអត់ដឹងអីដែលធ្វើដំណើរតាមដងផ្លូវនេះសួរថាជីវិតគេមួយដែលស្លាប់បាត់តែឯងយកស្អីមកសងណាមិនមែនអត់ល្ងួយដោយសារប្រឹងធ្វើការមិនមែនអីទេខ្ញុំមើលសភាពនេះគឺអត់ល្ងួយដោយសារតែប្រើថ្នាំហើយអាចថាវាដើរលេងវាចូលក្លឹបវាចូលបាអាម៉ោងហ្នឹងម៉ោងវាមិនតស្វាងងួយភ្នែកវាវិញវាន់អស់ទៅមានស្អីទៀតមនុស្សលែងដឹងខុសដឹងត្រូវអស់ហើយហ្នឹងណាបងប្អូនអញ្ចឹងខ្ញុំករណីនេះខ្ញុំសង្ឃឹមថាជននេះនឹងគេចមិនផុតពីសំណាញ់ច្បាប់មិនមែនបងបុកគេឲ្យបងលុយសងគេទាំង10000ដុល្លារឲ្យរួចខ្លួនទេអត់ទេណាខ្ញុំនឹងមហាជនតាមបានករណីនេះជនដែលប្រព្រឹត្តបុកគេឲ្យទាំងខ្លួនឯងមានសារធាតុញៀននេះគឺត្រូវតែទទួលទោសតាមផ្លូវច្បាប់ដោយគេចមិនរួចតែម្ដងបាទអរគុណបរិមម្នាក់បើករថយន្ត Mack BYD មួយគ្រឿងឈប់នៅកណ្ដាលស្តុបហើយក៏ត្រូវបានកម្លាំងអាវុធហត្ថធ្វើការគោះក៏គាត់បានជន់ហ្គាបាទជាប់លេខថយក្រោយបុករះរថយន្តនិងម៉ូតូបណ្ដាលឲ្យមនុស្ស2នាក់រងរបួសយ៉ាងធ្ងន់ធ្ងរមែនទែននៅតាមបណ្ដោយនៅផ្លូវ598ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជភ្នំពេញអូគាត់ដេកក្នុងឡានហ្នឹងណាបាទដេកឲ្យពួកវាពួកមិនគាត់អត់គ្នាដែរគាត់បើកផ្លែតែទឹកគាត់ទៅវិញទៀតអូតែមិនបាត់ជាប់លេខជាប់ហើយក្រោយរហូតចាំមានន័យថាគាត់សម្រាប់នៅកណ្ដាលផ្លូវយើងក៏ต้องយាមគួងដៅគាត់ដើម្បីឲ្យគាត់ងើបហ្នឹងហើយតែគាត់បើកផ្លែតែទឹកគាត់ដេកទៅវិញបាទក្រោយមកជាន់ហើយក្រោយរហូតដល់អូអាយ៉ែបុកតែម្ដងទៅបាទខ្ញុំជំលះបងខ្ញុំអានក្រោយដែរតែជំលះអត់តនេះมันលឿនពេកបាទបងបាទឡានអាយ៉ែអូនថ្ងៃមើលគិតមើលទៅកាន់នឹងតែកដាខ្លួនឯងហ្នឹងហើយពេលហ្នឹងអញទៅលើកឡានរួចចុះខ្លួនស្អីដែលយកចេញមកក៏កាន់តែកដាខ្លួនចាកាន់នឹងតែកដាខ្លួនឯងពេលហ្នឹងខ្ញុំតែពេលហ្នឹងគាត់កំហុយមកគាត់ចង់រត់ទៅបាទគាត់និយាយគ្រូថាគាត់និយាយថាអត់ចង់រត់ទេតែខ្ញុំអ្នកស្គាល់ថាញ៉ាំព្រោះឯងខ្ញុំមកទៅបាទអត់ឃើញទេពេលហ្នឹងបើហើយបងណាខ្ញុំអត់ហើយបងប្រើព្រោះគាត់ខ្ញុំមកខាងឡានហ្នឹងបងហើយអត់ចង់តែទៅឡានទេអាវុធអាចយកខ្ញុំមកហៅគាត់ពីរដងបងចង់មិនដឹងថាតែពេលហ្នឹងឡើង30នាទីឡើងជុំវិញឡាននោះយកលើកឡានទៀតអូចាំមានថាឡានហ្នឹងលើកដើម្បីយកមិញទៅអូ
ដល់ហើយខ្ញុំឈប់ស្តុបគាត់អាយ៉ែមកអត់ទាន់មុខខ្លាំងទេគាត់អាប់គូត បាទ អាប់គូតPM គាត់ខាត់អាឡានហ្នឹងផ្ទះខាត់ផងអីផង បាទ ដល់គាត់នៅតែមកមិនដឹងធ្វើម៉េចអាញាធរមាត់កិច្ចហ្នឹងលោកឲ្យខ្ញុំចុះវិឡានទៅ បាទ ខ្ញុំចុះវិឡានទៅគាត់អាយ៉ែមកអញ្ចឹង អូយាយទៅបុកម៉ូតូនៅខាងក្រោយតែម្ដងទៅចុះមុនហ្នឹង ហើយឡានខ្ញុំក្បាលទៅនោះទៅ ចឹងមុនហ្នឹងឮថាមនុស្សនៅខាងក្រោមរថយន្តទៀតបងហ៎ ជុះបុកពីនេះទៅហើយ បុកអូសទៅហ្មង ហ្នឹងហើយ បាទ ម៉ូតូហ្នឹងគាត់ឃើញឡានមកគាត់ឆ្លន់ណា បាទបង គាត់មួលក្រាដល់មកវូផុតហើយ បាទបង ប៉ុន្តែគាត់ឆ្លន់ដឹងទៅណាម៉ែឡងបុកទៅមិនធម្មតាដូចបុកពីមុខចឹង បាទជុំវិញទីតាំងកន្លែងកាត់ហេតុកំពុងតែបង្កការចាប់ផ្ដើមយ៉ាងខ្លាំងទៅដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាកម្លាំងសមត្ថកិច្ចមូលដ្ឋានលោកបានចុះមកដល់ទីតាំងចំណុចកាត់ហេតុនេះហើយចំពោះរថយន្ត Mack BYD ខាងលើដែលពាក់ស្លាកលេខភ្នំពេញ2CE 4874បើយោងតាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថបានដឹងថាដោយសារតែមុនពេលកាត់ហេតុរថយន្តរបស់គាត់គឺបានឈប់នៅចំចំណុចភ្លើងស្តុបដោយមិនទៅមុខទៅក្រោយទេគឺគាត់បានដេកនៅក្នុងរថយន្តហើយចឹងក៏កម្លាំងអាវុធហត្ថធ្វើការគោះទ្វារនិងសួរនាំគាត់ក៏មិនងើបមិនអីទេហើយចឹងក៏រថយន្តគាត់នេះគឺបានថយមកក្រោយបុករថយន្តចំនួន2គ្រឿងរួចក៏បន្តទៅបុកម៉ូតូ Maxima X បើកបរទៅដោយស្ត្រីម្នាក់និងដឹកកូនស្រីម្នាក់ទៀតហ្នឹងគឺចំនួន2នាក់ហ្នឹងគឺរងរបួសយ៉ាងធ្ងន់ធ្ងរដោយគាត់ជាប់នៅខាងក្រោមរថយន្ត